ពេលដែលអ្នកគ្នាទៅ amusement park គឺទៅកន្លែង Ferris wheel ហ្នឹងគឺអ្នកគ្នានឹងឃើញមនុស្សស្រីម្នាក់នេះដែលគាត់គឺជាបុគ្គលិកនៅកន្លែងហ្នឹងអញ្ចឹងណានៅពេលដែលយើងទៅចិត្តគាត់ទៅគាត់បាននិយាយថាតោងហ្នឹងគឺយើងត្រូវការរយៈពេល3នាទីដើម្បីជិះអញ្ចឹងហើយកុំត្រូវលោតចុះឲ្យសោះតែពេលយើងលោតចុះទៅគឺអត់មានកើតអីអ្នកគ្នាមានបាក់កអីទេប៉ុន្តែនៅពេលដែលយើងប្រើប្រាស់តួអង្គ Cat Butler ទៅចិត្តនារីម្នាក់ហ្នឹងគឺគាត់បាននិយាយថាសុំតឡើងប្រាក់ខែខ្ញុំបន្តិចទៀតមករបៀបអញ្ចឹងណាអ្នកគ្នាហើយនៅពេលដែលយើងមកកន្លែង free ride គឺយើងបានឃើញបុគ្គលិកមួយទៀតដែលគាត់បានសុំឲ្យយើងជិះអីគេស្អីគេនេះអ្នកគ្នាដឹងតងអីគេប៉ុន្តែនៅពេលដែលយើងយក Cat Butler យើងទៅចិត្តនារីម្នាក់ហ្នឹងគឺគាត់បាននិយាយថាបើសិនជា Cat Butler អត់សង់កន្លែងលេងថ្មីទេគឺភៀវនឹងអត់មកលេងច្រើនទៀតទេអញ្ចឹងសរុបមកបានន័យថា Cat Butler ហ្នឹងគឺជាម្ចាស់ amusement park ហ្នឹងតែអ្នកគ្នាលយណាឆ្មាក៏បើតែចេះបង្កើត amusement park មិនដូចយើងម៉ែចេះរាល់ថ្ងៃយលេងឯងឡើយចូលមកសាកាយើងវិញនៅពេលដែលយើងមកកន្លែង Bear Cubs Dance Show គឺអ្នកគ្នាប្រហែលជាឆ្ងល់ហើយថានៅពេលដែលយើងអង្គុយមើលតុក្កតាខ្លាឃ្មុំនេះវាហមតើវាសោះមិនបានវាមកវាយយើងចម្លើយហ្នឹងគឺអញ្ចេះតួដែលយើងកំពុងលេងហ្នឹងតួស្រីអីហ្នឹងគឺវាសើចតុក្កតាទាំងហមតែយើងអត់ដឹងថាតួយើងកំពុងសើចគេអញ្ចឹងឯងបានតុក្កតាហ្នឹងវាខឹងអញ្ចឹងឯងហើយគេហមឡើងខ្ជូតមកសើចគេមានអីតាមវាយបដ ாய் រឿងដែលចម្លែកមួយទៀតហ្នឹងគឺរឿងយប៉ជិះស្អីគេ free ride នេះអ្នកគ្នាតោងហ្នឹងខ្ញុំមិនដឹងស្អីគេអាហ្នឹងយប៉ហ្នឹងឈ្មោះ Yoshiko Free Hori បើខ្ញុំអានខុសអីកុំប្រកាន់អ្នកគ្នានិយាយទៅគឺថាយប៉ហ្នឹងគឺថាគាត់អត់ចេះស្លាប់ទេអ្នកគ្នាហើយជិះតោងហ្នឹងគឺជិះរាល់ថ្ងៃនិយាយទៅម៉ោងប៉ុន្មានក៏ជិះដែរជិះ24ម៉ោងនិយាយទៅជីរហូតរាល់ថ្ងៃអត់ចេះហត់ទេអ្នកគ្នាហើយគាត់អត់ចេះស្លាប់ហ្មងនិយាយទៅបើថាយើងយកកំភ្លើងយកអា BA យកមកបាញ់គាត់អីចឹងអត់ងាប់គាត់អ្នកគ្នាងាប់នៅចិត្តនឹងវិញនៅពេលដែលអ្នកគ្នាទៅកន្លែងជាន់ទី3នៅសាលារៀនណាគឺថ្នាក់ទី3ដក1នៅពេលអ្នកគ្នាចូលទៅគឺថាបាត់មនុស្សអស់លេងអត់ដឹងសិស្សនៅណាអ្នកគ្នាពេលខ្លះយើងចូលមកឃើញសិស្សតែបន្តិចញយទេខ្ញុំមិនដឹងថាអ្នកគ្នាធ្លាប់ចាប់អារម្មណ៍អត់ទេក៏ប៉ុន្តែតាមពិតទៅគឺសិស្សទាំងអស់ហ្នឹងអត់មានទៅណាអ្នកគ្នាគឺទៅ amusement park នៅពេលអ្នកគ្នាទៅ amusement park គឺអ្នកគ្នាប្រហែលជាឃើញសិស្សសាលានៅនឹងប្រហែលជា5ទៅ10នាក់អីហើយនៅពេលដែលយើងចូលមើលកន្លែង status របស់ពួកគាត់គឺអ្នកគ្នានឹងឃើញថាពួកគាត់ទាំងអស់គ្នានៅ amusement park ហ្នឹងគឺសុទ្ធតែរៀនថ្នាក់ទី3ដក1ទាំងអស់ខ្ញុំមិនដឹងថាគាត់ទាំងអស់គ្នាហ្នឹងទៅនៅនឹងដោយសារអីព្រោះអីគេមានម៉ោងត្រូវរៀនអីរបស់គេចឹងតែអត់ឃើញនៅក្នុងថ្នាក់ឯណោះគ្នាគឺនៅ amusement park ហ្នឹងហ្មងតែខ្ញុំអត់ដឹងឯណោះគ្នាដោយសារកាប្រាប់ហើយមកមើលខាងនេះវិញនេះគឺជា Kazooie គឺជានារីដាច់លុយអ្នកគ្នានិយាយទៅដាច់លុយរបស់គេមែនអ្នកគ្នានៅពេលដែលយើងសុំលុយគាត់គឺគាត់ឲ្យតែ1យេនទេហើយនៅពេលដែលយើងបញ្ចូលគាត់ទៀតទៅយើងសុំលុយគាត់ម្ដងទៀតគឺគាត់ឲ្យ0យេនអ្នកគ្នាហើយនៅពេលដែលយើងមកកន្លែង tax office គឺយើងនឹងឃើញ Kazooie នៅហ្នឹងហើយជាមួយនឹងនារីម្នាក់នេះដែលគាត់បាននិយាយទៅ Kazooie ថាឲ្យបង់ពន្ធហើយបង់ឲ្យកើតបើដាច់លុយឯហ្នឹងឥឡូវយើងមើលស្នេហាដ៏ជូរចត់ក្រៀមក្រំមួយនេះវិញគឺបរោះពាក់អាវក្រហមនេះមានឈ្មោះថា Guzuo ហើយនឹងនារីម្នាក់នេះគឺមានឈ្មោះថា Furuka និយាយទៅ Furuka គឺចង់បែកគ្នាជាមួយ Guzuo ក៏ប៉ុន្តែ Guzuo នឹងបាននិយាយថាជាសំណងថ្លៃជំងឺចិត្តបែកគ្នា Furuka ឲ្យគាត់1លានយេនមកនិយាយទៅសាហាវមកមុខលុយមកឥឡូវយើងកុំទាន់ចេះដឹងរឿងស្នេហាគេយើងមកសង្កេតមើលរឿងនេះសិនអានេះអ្នកគ្នាប្រហែលជាដឹងច្រើនហើយគឺស្រីៗក្នុង Sakura School គឺជើងរបស់គាត់គឺផ្អឹបគ្នារៀងអត់កថេកតែបើផុសរៀងកថេកហើយដល់ពេលមើល Furuka គឺគាត់មានជើងបែបកថេកដូចផុសចឹងណាហើយគេបានសន្និដ្ឋានថាគាត់គឺជាផុសអាចថាគាត់កែភេទចឹងឬមួយក៏យើងអាចនិយាយបានថា transgender តែវាគ្រាន់តែជាពាក្យចាមអារាមទេព្រោះអី Sakura School គឺគេអត់មានបានបញ្ជាក់ទេប៉ុន្តែក៏មានហេតុផលមួយដែលថា Furuka ជាស្រីព្រោះអីសំឡេងគាត់គឺមនុស្សស្រីបែបបត់ណោះគ្នាហើយវាអាចថាគេដាក់ការឈរគាត់នឹងជាផុសវិញណាឲ្យយើងរៀងច្រឡំឬមួយក៏អីចឹងទៅខ្ញុំក៏អត់ដឹងដែរនៅពេលអ្នកគ្នាមក tax office គឺអ្នកគ្នាប្រហែលជាឃើញពីរអ្នកនេះកំពុងតែឆ្លោះប្រកែកគ្នាអីណាពេញហ្នឹងហើយឆ្លោះគ្នារឿងការបង្កើត office ថ្មីអ្នកគ្នាគឺម្នាក់ផងហ្នឹងគឺចង់បង្កើត office សម្រាប់ធ្វើការអីចឹងណាក៏ប៉ុន្តែនារីជា tax officer ហ្នឹងគឺគាត់អត់យល់ព្រមព្រោះថាវាជាការចំណាយច្រើនអញ្ចឹងណាខ្ញុំមិនដឹងថាគេនិយាយរឿងអីអ្នកគ្នាស្ដាប់អត់យល់ទេក៏ប៉ុន្តែពេលហ្នឹងគឺម្នាក់ផងហ្នឹងគឺចង់ប្តឹងម្នាក់ស្រីហ្នឹងណាអ្នកគ្នាតែម្នាក់ស្រី tax officer ហ្នឹងគឺថាឌឺថែមឌឺហ្មងអ្នកគ្នាចង់ប្តឹងក៏ប្តឹងទៅប៉ុន្តែខ្ញុំមានការ record ពីវាអញ្ចឹងហើយខ្ញុំអាចធ្វើអីក៏បានអ្នកឯងប្តឹងខ្ញុំអត់កើតទេ the best ឌឺ the best ហ្មងឥឡូវយើងក៏ចង់ដឹងរឿងគេច្រើនយើងទៅរឿងមួយទៀតនៅពេលដែលយើងទៅវាយគ្នាជាមួយ tax officer គឺអ្នកធ្វើការនៅហ្នឹងណានៅកន្លែង tax office ហ្នឹងគឺពួកវានឹងលួចយកលុយយើងម្ដងបន្តិចរហូតអ្នកគ្នាមើលទៅលុយយើងទៅគឺអស់ម្ដងបន្តិច
ក៏ប៉ុន្តែនៅពេលដែលយើងបាញ់វាងាប់ទៅគឺយើងនឹងបានលុយមកវិញហើយលុយហ្នឹងគឺវាបាន100 200 300ដល់2000អីចឹងណាអ្នកគ្នាអ្នកគ្នាប្រហែលជាស្គាល់ Yakuza នេះអាពួកអស់នេះគឺជា Yakuza អាពួក gang ហ្នឹងណាហើយ Yakuza គឺវាមានពីរគឺ Yakuza Himawari ហើយនិង Yakuza Momogumi ដោយ Yakuza Himawari គឺពួកគេពាក់អាវពណ៌ខ្មៅហើយ Yakuza Momogumi គឺពាក់អាវពណ៌ផ្កាឈូកប៉ុន្តែនៅក្នុងក្រុមទាំងពីរហ្នឹងក៏មានក្មេងៗខ្លួនហ្នឹងដែរដោយនៅកន្លែង Kindergarten គឺមានបន្ទប់ចំនួន2គឺបន្ទប់មួយពាក់អាវពណ៌លឿងហើយបន្ទប់មួយទៀតពាក់អាវពណ៌ pink នៅក្នុងបន្ទប់ដែលក្មេងៗពាក់អាវពណ៌លឿងហ្នឹងគឺជាក្មេងៗដែលនៅក្នុងក្រុម Yakuza Himawari ហើយនៅក្នុងបន្ទប់ដែលក្មេងៗពាក់អាវពណ៌ផ្កាឈូកគឺជាកូនក្រុមរបស់ក្រុម Yakuza Momogumi ហើយដែលនៅកណ្ដាលហ្នឹងគឺជាគ្រូព្រានរបស់ពួកគេនេះគឺជាក្មេងប្រុសក្មេងស្រីយូតាហើយនិងមីអូអ្នកគ្នាប្រហែលជាស្គាល់ពួកគាត់ហើយក៏ប្រហែលជាឆ្ងល់ដែរថាប៉ាម៉ាក់របស់ពួកគាត់ហ្នឹងជាណាគេហើយប៉ាម៉ាក់របស់ពួកគាត់ហ្នឹងនៅណាហើយគាត់ជាបងប្អូនគ្នាមែនចម្លើយហ្នឹងគឺពួកគេជាបងប្អូនគ្នាប៉ុន្តែបើរឿងប៉ាម៉ាក់វិញគឺយើងអត់ទាន់ដឹងទេដោយសារតែអត់មានឃើញប៉ាម៉ាក់របស់ពួកគេនៅ Sakura School ទេអ្នកគ្នាដោយសារតែអញ្ចឹងឯងបានជាគេអត់ដឹងថាប៉ាម៉ាក់របស់យូតាហើយនិងមីអូហ្នឹងជាណាគេឬមួយក៏នៅណាទេហើយអាឡានពណ៌សគៀនផ្ទះហ្នឹងក៏ជាឡានរបស់ប៉ាម៉ាក់ពួកគេដែរគ្រាន់តែយើងអត់ដឹងថាពួកគាត់នៅណាអញ្ចឹងបើនិយាយពីយូតាហើយនិងមីអូវិញគឺពួកគេជាក្មេងដែលអត់ចេះស្លាប់ទេអ្នកគ្នានៅពេលដែលយើងទៅវាយពីរអ្នកហ្នឹងទោះតែងាប់ខ្លួនឯងទៅក៏ពីរអ្នកហ្នឹងអត់ងាប់ដែរអ្នកគ្នាសូម្បីតឈាមបន្តិចក៏អត់មានអស់ដែរអញ្ចឹងហើយអ្នកគ្នាក៏អាចយកពួកគេទៅធ្វើជា mission បានដែរដូចជា mission UFO អីហ្នឹងអ្នកគ្នាអាចឲ្យពួកនឹងជួយវាយយើងអញ្ចឹងណានៅពេលអ្នកគ្នាមក police station អ្នកគ្នាប្រហែលជាឃើញសេចក្តីប្រកាសពីរស្លឹកនេះហើយនៅក្នុងការប្រកាសស្វែងរកជនល្មើសក្នុង police station ហ្នឹងគឺយើងឃើញមានមនុស្ស3នាក់ដែលគេបានតាមចាប់ស្វែងរកអីចឹងណាអ្នកគ្នាតាមការប្រកាសទី1គឺជាមនុស្សស្រីម្នាក់នេះដែលគាត់ត្រូវបានគេចាប់ដោយសារតែគាត់បានស្លាប់ប្តីរបស់គាត់ដោយកាបិតហើយក៏បានរត់គេចខ្លួនទៅណាបាត់ហើយហើយសម្រាប់ការប្រកាសទី2គឺជាមនុស្សប្រុស2នាក់នេះដែលគាត់គឺជាចោរប្លន់នៅ convenience store គឺជាហាងម៉ាតមួយដែលនៅ Sakura School ហ្នឹងណានៅពេលដែលប្លន់ហើយគឺពួកគេទាំងពីរគឺបានរត់ចេញរត់គេចទៅណាបាត់ហើយគឺយើងអត់ដឹងទេមកមើលពីសិស្សសាលាស្រីម្នាក់ដែលនេះមានឈ្មោះថា Maki Shiroyama Maki រៀននៅថ្នាក់ទី1ដក1ដែលនាងត្រូវបានគេនិយាយថាគឺជាអ្នកមានសិស្សដែលអ្នកមានណាអ្នកគ្នាបានជាគេនិយាយចឹងហ្នឹងគឺនៅពេលដែលយើងបញ្ចូលគាត់គឺគាត់បានឲ្យលុយច្រើនមែនតើអ្នកគ្នារហូតដល់ទៅ1000ទៅ2000 3000ណាអ្នកគ្នាទៅបញ្ចូលកាន់តែច្រើនគាត់ឲ្យលុយកាន់តែច្រើនអញ្ចឹងហើយបានជាគេសន្និដ្ឋានថាគាត់គឺជាសិស្សអ្នកមានមួយទៀតគឺនៅពេលដែលយើងវាយគាត់គឺគាត់បាននិយាយថាជាមួយប្រាប់ម៉ែអញនិយាយលេងអ្នកគ្នាគាត់អត់មានបាននិយាយអញអីទេគឺតែខ្ញុំចេះនិយាយបន្ថែមឲ្យវាស្រួលស្ដាប់ចឹងណាដោយសារតែអញ្ចឹងឯងមកយើងសន្និដ្ឋានថាគាត់អាចជាអ្នកធំអីចឹងណាដែលគាត់ប្រាប់ម៉ាក់គាត់ពេលដែលយើងវាយគាត់អីចឹងប៉ុន្តែមានពាក្យចចាមអារ៉ាមួយទៀតដែលគេបាននិយាយថាម្ដាយរបស់គាត់ហ្នឹងគឺជាជនល្មើសមនុស្សស្រីដែលគាត់បានចាក់ស្លាប់ប្តីគាត់ហ្នឹងណាក៏ប៉ុន្តែខ្ញុំក៏ដឹងដែរហើយមួយទៀតយើងបានឃើញ Maki ចេញពី apartment ទៅរៀនអញ្ចឹងបានន័យថា Maki គឺនៅក្នុង apartment មួយនេះដែលទំនងជាអ្នកមានដែរអញ្ចឹងណាអ្នកទាំងអស់គ្នាប្រហែលជាគិតដែរថាផ្ទះនេះគឺជាផ្ទះរបស់ឆ្មា Cat Butler ប៉ុន្តែមែនទេផ្ទះនេះគឺជាផ្ទះរបស់ Aoi Miyanami ជាសិស្សស្រីមួយដែលយើងតែងតែឃើញគាត់នៅសាលារហូតអញ្ចឹងណាហើយមើលទៅគឺគាត់ខ្ញុំចាប់អារម្មណ៍គាត់ជាងគេហើយបើខ្ញុំអានឈ្មោះគាត់ខុសអីគឺគុំប្រកាន់អ្នកគ្នាសារតែឈ្មោះគាត់ពិបាកអានមែនតើហើយអញ្ចឹងនៅពេលដែលយើងម៉ោង7កន្លះ7:30នាទីគឺយើងបានឃើញគាត់ចេញមកពីផ្ទះហ្នឹងហើយនៅពេលដែលគាត់ចេញពីរៀនវិញគឺនៅម៉ោង6ល្ងាចគឺយើងនឹងឃើញគាត់ចូលទៅផ្ទះហ្នឹងវិញនិយាយទៅផ្ទះរបស់ NPC ទាំងអស់ក្រៅពីផ្ទះរបស់ Bijumake គឺយើងអត់អាចចូលបានទេមានតែផ្ទះ NPC Aoi Miyanami នឹងឯងដែលយើងអាចចូលទៅបានអញ្ចឹង secret ដែលខ្ញុំមាននៅថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាខ្ញុំមកបានថែមទៀតខ្ញុំនឹងធ្វើ part 2ឲ្យអ្នកគ្នាបើសិនជាអ្នកគ្នាចូលចិត្តទេអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកគ្នាមែនតើសម្រាប់ការទស្សនាហើយនឹងរងចាំវីដេអូរបស់ខ្ញុំហើយសម្រាប់ដែលចង់ធ្វើអាចកំបាំងដូចខ្ញុំអញ្ចឹងបើសិនជាយកពីខ្ញុំទៅគឺសូមដាក់ credit ឲ្យខ្ញុំផងគាត់ថាដាក់ credit វាអត់មានប្របាក់អីទេអញ្ចឹងគឺមានតែប៉ុណ្្នឹងឯងអរគុណមែនតើសម្រាប់ការទស្សនាហើយកុំភ្លេចជួយ subscribe ហើយនិង follow TikTok